បាទទូត្រែបងប្អូនបាទនៅជុំនេះខ្ញុំបង្ហាញបងប្អូនពីការចាក់ប្រសាំងកូនសាបាទទៅលើមាន់ចាក់បងប្អូនណាសម្រាប់ប្រសាំងកូនសាយកចាក់កន្លះទេក្នុងមាន់មួយក្បាលខ្ញុំបញ្ជាក់បងប្អូនណាប្រសាំងកូនសានេះចាក់ទៅលើមាន់បាទចាប់ពី8សប្តាហ៍ឡើងទៅបងប្អូនណាបាទអញ្ចឹងពេលនេះខ្ញុំចាក់ទៅលើមុខបាតែម្ដងណាមុខបាអញ្ចឹងចាក់បងប្អូនមើលបាទចាក់សាច់ដុំទ្រូងសាច់ដុំទ្រូងចាប់ពីមកបងប្អូនណាបាទចាក់កន្លះទេបងប្អូនបាទអូខេអញ្ចឹងបានមកក្បាលហើយអញ្ចឹងសុំបាយទៅខាងណាអញ្ចឹងចាប់មេបាចាក់សម្រាប់ចាក់ដូចជ្រាវគាត់ណាបាទបងប្អូនតែដឹងថាកូនសារោគបញ្ញាយ៉ាងម៉េចបងប្អូនបាទកូនសាវាហើមភ្នែកវាសម្បោហូរផ្ទុះតាមច្រមុះហូរទឹកចេញទឹករងៃតាមច្រមុះបាទហើយវាឡើងស្លេះហើយពិបាកព្យាបាលវាជាជំងឺរ៉ាំរ៉ៃអញ្ចឹងវាចូលលក្ខណៈជំងឺ COD នេះគឺពិបាកក្នុងការព្យាបាលណាបាទអញ្ចឹងថ្នាំដែលយើងប្រើប្រាស់ទៅលើព្យាបាលទៅលើកូនសានេះវាកម្រិតជាត្រឡប់មកវិញនៅវាទៀតដោយសារប្រភេទជាថ្នាំសះចូលទៅវានឹងចេញមកវិញវាជំរាបអត់ទាន់ចេញមកវិញទៅតាមទឹករងៃតាមច្រមុះបាទតាមច្រមុះហូរទឹករងៃតាមច្រមុះហ្នឹងអញ្ចឹងឲ្យថ្នាំយើងចូលទៅមិនបានព្យាបាលឲ្យបាន 100% ទេអញ្ចឹងគួរប្រចាំចាយបងប្អូនហើយយើងធ្វើប្រសាំងកូនសាបងប្អូន3ខែចាក់ម្ដងបងប្អូនណាបាទកូនសានេះរំលឹកនេះបងប្អូនមើលលេខក្រាក់ស្ដាំមកបាទនេះលេខ2ខ្ញុំចាក់ត្រឹមលេខមករុញមកកន្លះមកវានៅមួយកន្លះបាទមួយកន្លះអត់3ស្ដាទៀតបងប្អូនចាំបងប្អូនណាសូមបង្ហាញបងប្អូនមកក្បាលទៀតសិនហើយក្បាលដល់ក្បាលទៀតបងប្អូនណាការចាក់ 0.5 cc ហើយកន្លះ cc គ្នាចាក់សាច់ដុំទ្រូងខាងនេះក៏បានខាងនេះក៏បានកាលនេះឆ្អឹងខ្ចីឆ្អឹងទ្រូងណាបាទចាក់ឲ្យចំចំហៀងនេះចាញ់ចាក់នេះម្ដងណាការចាក់បងប្អូនយកមកជុលលេខ7ណាលេខ7មកជុលដែកបងប្អូនបាទនេះខ្ញុំកំដាក់ខាងនេះខាងនេះចាក់ហើយបងណាបាទខាងនេះចាក់ហើយបងប្អូនចឹងអរគុណសម្រាប់បងប្អូនទស្សនាវីដេអូពីដើមរហូតដល់ចប់បាទអញ្ចឹងបងប្អូនបើពេញចិត្តវីដេអូនេះកុំភ្លេចចុច Subscribe ម្នាក់មួយឬចុចកណ្ដាលកណ្ដាលហើយខ្ញុំនឹងមានវីដេអូថ្មីដើម្បីផុសចូលនៅក្នុង Channel YouTube បាទគ្រាន់តែបងប្អូនទស្សនាកំសាន្តរៀនចាក់ប្រសាំងរៀនការពារដល់គ្នាអញ្ចឹងបញ្ជាក់ប្រសាំងកូនសានេះបងប្អូនទិញនៅដេប៉ូលក់ថ្នាំសត្វសួរបញ្ជាក់ពីក្រុមហ៊ុនបាទក្រុមហ៊ុនផ្សេងគ្នាការចាក់វាអាចនឹងកម្រិតខុសគ្នាបាទអញ្ចឹងបងប្អូនសម្រាប់ការធ្វើប្រសាំងនេះល្អបងប្អូនចាក់នៅពេលយប់ព្រោះពេលយប់វាត្រជាក់បងប្អូនណាបាទអញ្ចឹងចាក់ចាប់ពីមាន់អាយុ8សប្តាហ៍ឡើងទៅហើយក៏មានក្រុមហ៊ុនខ្លះគេឲ្យចាក់អាយុ14ថ្ងៃប៉ុន្តែយ៉ាងណាចាណាបងប្អូនមុនទិញត្រូវតែតំណទៅខាងក្រុមហ៊ុនព្រោះពីខាងអត្តប្រតិជំនាញបាទខាងទីកោលោកខាងសាក់បងប្អូនណាបាទនេះតែអត់ចាណាខ្ញុំចាក់បន្តឲ្យតាមវីដេអូនេះវិញពេកបងប្អូនណាបាទវិញពេកចឹងខ្ញុំអត់តមកចាក់ទេបងប្អូនណាបាទមួយនេះឥឡូវខ្ញុំឲ្យបងប្អូនមើលនេះជាពូជមាន់គួយណាបាទមាន់គួយវារកឈ្មោះបងប្អូនបាទវារកឈ្មោះហើយចឹងមើលកាមេរ៉ាបែរខាងទីមកបង្ហាញបងប្អូនខាងនេះចាក់ហើយបាទនេះចាក់ហើយបងប្អូនណាហើយបាទនេះទៅដូចការងារបងប្អូនណាបាទយើងឃ្លៀបចាក់ទៅយកឥឡូវខ្ញុំសុំចាក់មួយទៀតបាទខ្ញុំបញ្ចប់ការ live តែម្ដងបាទនេះ1 cc ប៉ុន្តែខ្ញុំចាក់តែកន្លះ cc ហ្នឹងបងប្អូនណាបាទទុកកន្លះ cc ចាក់បានមួយក្បាលទៀតបាទអរគុណចាំបងប្អូនណាបាទវីដេអូចែកម្លែកបាទអរគុណចាំជម្រាបបងប្អូនបាទអរគុណ